Bởiអញ្ចឹងយើងបន្តអនុវត្តលំហាត់របស់យើងទៀតដែលលំហាត់នេះការធ្វើ certificate ដែលក្នុងហ្នឹងគឺយើងត្រូវយក frame អានេះគេហៅថា frame ស៊ុំបាទអញ្ចឹងយើងមាន frame ស្រាប់ហើយសម្រាប់យកមកធ្វើចំណុចមួយទៀតគឺកន្លែងនេះគេហៅថា watermark បាទរូបព្រាពីក្រោយហ្នឹងណា logo ហ្នឹងបាទអញ្ចឹងកន្លែងនេះ logo របស់យើងអញ្ចឹងមានបាវចនាជាតិហើយព័ត៌មានអំពីសម័យខ្លួនបាទអញ្ចឹងមេរៀននេះគឺនៅក្នុងមេរៀនមុនគឺមានបង្ហាញច្រើនដែរពីរបៀបប្រើទាំងអស់ហ្នឹងបាទអញ្ចឹងបើយើងបានធ្វើមេរៀនមុនគឺមេរៀននេះគឺយើងបានយល់ច្រើនពីការដាក់ watermark អីយើងចេះហើយបាទតោះឥឡូវយើងបើកកម្មវិធី Microsoft Word មកបន្តទៀតអ្នកនរគ្នាចូលកន្លែង layout ហើយយកពាក្យថា size អញ្ចឹង size ហ្នឹងយើងយក A4 กระดาษរាមណាបន្តមកទៀតបាទចឹងបន្តមកទៀតអ្នកគ្នាយកកន្លែង layout ដដែលយើងយក orientation យើងយក landscape portrait នេះគឺกระดาษបច្ឆោ landscape នេះกระดาษផ្ដេកនេះវាផ្ដេកបែបហ្នឹងណាអញ្ចឹងយើងទៅយក frame បាទទៅយក frame នេះបាទចូលកន្លែង insert យកកន្លែង picture ទៅរករូបភាពរបស់យើងនេះរូបភាព remove នេះអញ្ចឹងយើងយករូបភាពបាទ remove background យកមកប្រើវិញតែរូបភាពនេះវាអត់សូវច្បាស់បាទចុច mouse ស្ដាំយកពាក្យថា wrap text យកពាក្យថា in front text បាទនេះអូខេអាហ្នឹងប្រភេទ vector បានច្បាស់ប្រភេទ pixel ក៏អត់សូវច្បាស់ទេអញ្ចឹងយើងអាចចុចលើរូបភាពហ្នឹងបានយើងយកកន្លែង format នេះបាទយើងយកកន្លែងcolor នេះបាទយើងយកកន្លែង color មកវាមាន color ច្រើននេះអញ្ចឹងយើងចង់បានពណ៌អីដូរវាទៅជាពណ៌ហ្នឹងមកអញ្ចឹងយើងអាចបដូរបានបាទយើងអាចបដូរពណ៌បានណាអូខេតោះឥឡូវទីហោតែយើងយកប៉ុណ្ណឹងអញ្ចឹងចំណុចបន្ទាប់ទៀតអ្នកគ្នាត្រូវធ្វើយើងមើលរបស់គេអញ្ចឹងរបស់គេទៅសេបាវចនាជាតិក្នុងនោះក៏មានដូចជា watermark ផងដែរអញ្ចឹងយើងទៅធ្វើ watermark សិនអញ្ចឹងដើម្បីធ្វើ watermark បានអ្នកគ្នាចូលកន្លែង design តោះទៀតយកពាក្យថា watermark ហើយយើងយកពាក្យថាsorry ចាំតិចនេះយើងដាក់ cursor យើងទាញអានេះចេញស្ដាំសិនហើយដាក់ cursor មួយមកយើងចូលកន្លែង design យើងយកពាក្យថា watermark ហើយយើងយកពាក្យថា custom បាទ watermark តោះទៀតកន្លែងនេះអ្នកគ្នាចុចកន្លែង picture នេះចុច select picture អញ្ចឹងយក picture នៅក្នុង computer របស់យើងអញ្ចឹងយើងទៅរក logo របស់សាលារបស់យើងមកបន្តទៀតអ្នកគ្នាចុច apply ដើម្បីមើលវានេះវាចេញទំហំប៉ុណ្ណាអញ្ចឹងទៅអាហ្នឹង scale auto ប៉ុន្តែឧទាហរណ៍អ្នកគ្នាចង់បានឲ្យវាចេញតាមការកំណត់យើងយកកន្លែងភាគរយនេះមកនេះចុចភាគរយចុច apply មកចង់បានប្រមាណ scale តាមភាគរយហ្នឹងទៅគឺវាចេញហើយបាទអញ្ចឹងគឺបែបហ្នឹងអញ្ចឹងយើងទាញអានេះមកបាទទាញមកអញ្ចឹងឃើញថាlogo យើងវាធំពេកអញ្ចឹងអ្នកគ្នាបាទ select ចូលកន្លែង watermark ចូល custom watermark អញ្ចឹងកន្លែងនេះយើងកែបន្តិចមកយក150មកបាទអូខេយក150មកបាទអញ្ចឹងយើងចាប់ទាញមកវិញបាទនេះព្រោះយើងត្រូវដាក់ frame នៅខាងក្រៅអញ្ចឹងអត់ឲ្យ logo watermark ហ្នឹងវាចេញទំហំបាទធំជាង frame របស់យើងទេបាទអញ្ចឹងគឺបែបហ្នឹងតោះអញ្ចឹងយើងបានប៉ុណ្ណឹងណាមានតែយើងធ្វើចិត្តបានទាំងអស់ហើយបាទអញ្ចឹងបន្តទៀតអ្នកគ្នាមើលកន្លែងបានវចនាជាតិយើងចូល insert បន្តទៀតអ្នកគ្នាចូល text box ហើយយក sample text box មកយើងសរសេរមកបាទយើងចុច select វាទាំងអស់យើងចូលកន្លែង menu home យើងយកទី2នេះដើម្បីវាគៀកគ្នាអញ្ចឹងបន្តមកទៀតយើងយកកន្លែងនេះបាទកដាលតម្រឹមកដាលឬក៏ចុច control E អញ្ចឹង font វាយើងយកខ្មែរ Emulate កន្លែង font size យើងយក11បាទ sorry យក10កន្លែងនេះយើងយក10មកបាទអញ្ចឹងនៅក្នុង text box របស់យើងចុច select លើ text box ចុច mouse ស្ដាំយកពី in front text ដូចគ្នាដើម្បីយើងអាច
ចាប់ទាញបានបាទគ្រប់ទីកន្លែងរំកិលបានណាបន្ទាប់ទៀតយើង select លើ text box នេះយើងចូល format អញ្ចឹងយកកន្លែងបាទ save outline នេះយើងយក no outline កន្លែងនេះយក no fill ដូចគ្នាបាទនេះអញ្ចឹងយើងអាចបាទទាញឡើងអញ្ចឹងមកនេះយើងមើលរបស់គេអញ្ចឹងបើថា font នឹងវាតូចពេកយើងអាចបាទសេរី font នឹងឲ្យវាធំជាងហ្នឹងមកនេះ font ណាបាទអញ្ចឹងយើងអាចទៅសេអង់គ្លេសបន្តទៀតយើងទៅសេឈ្មោះអី copy មកយើង select វាចុច control D បាទចុច control D មកនេះចាប់ទាញយកមកប្រើអញ្ចឹងយើងបំពេញព័ត៌មានតាមហ្នឹងហើយដាក់រូបថតយើងចូលមកតាមរយៈការ insert កន្លែង picture ហ្នឹងហើយដាក់រូបថតរបស់យើងចូលមកអញ្ចឹងកន្លែងនេះគឺយើងប្រើ save ដើម្បីគូសបន្ទាត់ត្រង់ណាយើងចូលកន្លែង insert យកពាក្យថា save យើងនេះ align នេះបាទហើយចុច shift ឲ្យជាប់នៅលើ keyboard របស់យើងមកចាប់ទាញវាមកតទៅទៀតយើងយកពាក្យថា save outline យើងយក weight កម្រាស់របស់គេអញ្ចឹងយើងដាក់កម្រាស់ប៉ុន្មានកន្លែងហ្នឹងគឺពណ៌របស់ outline របស់យើងបាទអញ្ចឹងយើងអាចធ្វើបានហើយអញ្ចឹងអត់បង្ហាញទាំងអស់ទេដោយសារវាគ្រាន់តែជាការបញ្ចូលព័ត៌មានផ្ទាល់ខ្លួនទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើបានបាទយើងចេះដាក់ frame យើងចេះដាក់ watermark បាទចេះកំណត់กระดาษចេះទាញshape line នេះដើម្បីគូសអីហើយអញ្ចឹងវាស្មើនឹងcomplete design ហើយបញ្ចូលតែព័ត៌មានរបស់អ្នកទាំងអស់គ្នាទៀតមកគឺបានហើយអញ្ចឹងមានប៉ុណ្ណឹងចំពោះការអនុវត្តលំហាត់មួយនេះ